ជើងហោះហើរលេខ5 1 4 3របស់ក្រុមហ៊ុន Aeroflot គឺជាជើងហោះហើរដឹកអ្នកដំណើរក្នុងស្រុកដែលចាកចេញពីក្រុង Kashi និងទីក្រុង Leningrad របស់សូវៀតជាមួយនឹងការឈប់សម្រាកនៅរដ្ឋធានី Ufa ដែលគ្រប់គ្រងដោយក្រុមហ៊ុន Aeroflot ប្រទេសអ៊ូស្បេគីស្ថាននៅថ្ងៃទី10ខែកក្កដាឆ្នាំ1985យន្តហោះ Tupolev Tu-154 ដែលដំណើរការជើងហោះហើរនេះបានធ្លាក់ដោយសារតែការបាត់បង់កម្លាំងខ្យល់ដែលបក់ការស្លាប់យន្តហោះឬហៅថា stall នៅរយៈកម្ពស់ខ្ពស់នៅក្នុងវាលសាច់ Kyzylkum ជិតទីក្រុង Uch-Kuduk ការធ្លាក់នេះបានបណ្ដាលឲ្យមនុស្ស200នាក់នៅលើយន្តហោះស្លាប់ដែលធ្វើឲ្យវាក្លាយជាគ្រោះថ្នាក់ដ៏សាហាវបំផុតនៅសហភាពសូវៀតនិងអ៊ូស្បេគីស្ថាននិងជាការធ្លាក់យន្តហោះ Tu-154 ដ៏សាហាវបំផុតយន្តហោះ Tu-154B2 ដែលមានលេខចុះបញ្ជី CCCP 85311ត្រូវបានផលិតនៅរោងចក្រ Aviator នៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ1978នៅថ្ងៃទី2ខែមករាឆ្នាំ1979យន្តហោះនេះត្រូវបានផ្ទេរទៅឲ្យក្រសួងអាកាសចរស៊ីវិលដែលត្រូវបានប្រគល់ឲ្យទៅអង្គភាពអាកាសចរ Tashkent នៃនាយកដ្ឋានអាកាសចរស៊ីវិលអ៊ូស្បេគីស្ថានវាត្រូវបានបំពាក់ដោយម៉ាស៊ីនទូប៊ីន Kuznetsov NK8U ចំនួន3នៅពេលមានគ្រោះថ្នាក់យន្តហោះនេះបានហោះហើរបាន12,443 ម៉ោងនិង 5,660 ដងយន្តហោះ Tu-154 CCCP 85311កំពុងប្រតិបត្តិការជើងទី1ដែលមានមេបញ្ជាការ OP Belisov អាយុ48ឆ្នាំជំនួយការបើកបរ AT Posyumsky អាយុ48ឆ្នាំវិស្វករហោះហើរ AS Mansurov អាយុ32ឆ្នាំអ្នកសង្កេតការហោះហើរ GN Agiev អាយុ41ឆ្នាំជាមួយអ្នកបម្រើការលើយន្តហោះចំនួន5នាក់នៅលើយន្តហោះដែលមានមនុស្សពេញវ័យចំនួន139នាក់និងកុមារចំនួន52នាក់ដែលបានបំពេញតាមស្តង់ដារចំនួន 92.2 តោនយន្តហោះបានហោះឡើងនៅម៉ោង 23:00 យប់យឺតជាងការចេញដំណើរដែលបានគ្រោងទុកនៅម៉ោង 19:00 រហូតដល់ 4 ម៉ោងយន្តហោះ Tu-154 CCCP 85311កំពុងប្រតិបត្តិការជើងទី1នៃការហោះហើរពីទីក្រុង Kashi ទៅកាន់រដ្ឋធានី Ufa ដែលត្រូវបានបើកបរដោយក្រុមនាវិកនៃកងអនុសេនាធំហោះហើរទី219ដែលមានមេបញ្ជាការ OP Belisov អាយុ48ឆ្នាំជំនួយការបើកបរ AT Posyumsky អាយុ48ឆ្នាំវិស្វករហោះហើរ AS Mansurov អាយុ32ឆ្នាំអ្នកសង្កេតការហោះហើរ GN Agiev អាយុ41ឆ្នាំជាមួយអ្នកបម្រើការលើយន្តហោះចំនួន5នាក់សីតុណ្ហភាពនៅអាកាសយានដ្ឋាន Kashi គឺ33អង្សាសេយន្តហោះ Tu-154 បានហោះឡើងកម្ពស់ដោយអនុវត្តតាមការណែនាំនៃសៀវភៅណែនាំហោះហើរយន្តហោះនេះបានឡើងដល់កម្ពស់ 11,600 ម៉ែត្រក្នុងល្បឿន400គីឡូម៉ែត្រក្នុង1ម៉ោងក្រុមអ្នកបើកយន្តហោះបានប្តូរប្រព័ន្ធបើកបរស្វ័យប្រវត្តិដើម្បីបង្កើនល្បឿនដែលនាំឲ្យយន្តហោះសំយងក្បាលចុះក្រោមក្រុមនាវិកបានទាញយន្តហោះឡើងដែលធ្វើឲ្យ Tu-154 ឲ្យសម្លេងរ៉ូតប្រាប់ពីមុំគ្រោះថ្នាក់ភ្លាមនោះសម្លេងរ៉ូតបានឈប់ដោយសារតែហ្វុយស៊ីផ្ទុះបន្ទាប់មកយន្តហោះបានចូលទៅក្នុងតំបន់លំហូរយន្តហោះដែលមានទម្ងន់ 86.5 តោនសីតុណ្ហភាពខ្យល់នៃផ្លូវហោះហើរដែលបានបញ្ជាក់គឺខ្ពស់ជាងស្តង់ដារ 16.5 អង្សាសេយន្តហោះ Tu-154 ស្រាប់តែបានចូលទៅក្នុងមុំគ្រោះថ្នាក់នេះបាននាំឲ្យមានការរំខានដល់ចរន្តខ្យល់ទៅកាន់ម៉ាស៊ីនដែលនាំឲ្យមានការញ័រវិស្វករហោះហើរគិតថាវាជាការបាត់បង់កម្លាំងខ្យល់ត្រង់ស្លាបដោយសារតែមុំគ្រោះថ្នាក់ដែលស្លាប់យន្តហោះមិនអាចជួយលើកទម្ងន់យន្តហោះបានហើយបានបញ្ជាឲ្យក្រុមនាវិកបន្ថយល្បឿនជំនួសឲ្យការរុញកម្លាំងម៉ាស៊ីនថយក្រោយពួកគេទាំងពីរបានបន្ថយនិងបង្កើនល្បឿនយន្តហោះប្រធានក្រុមយន្តហោះនៅតែបន្តរក្សារយៈកម្ពស់បន្ទាប់មកយន្តហោះជួបនឹងមុំវាយប្រហារម្ដងហើយម្ដងទៀត
ជាលទ្ធផលម៉ាស៊ីនបានខូចដែលបណ្ដាលឲ្យល្បឿនយន្តហោះថយចុះ290គីឡូម៉ែត្រក្នុង1ម៉ោងបន្ទាប់ពី1នាទីនិង17វិនាទីបន្ទាប់ពីមុំវាយប្រហារម្ដងហើយម្ដងទៀតដែលនាំឲ្យយន្តហោះបាត់បង់ការគ្រប់គ្រងនិងវិលក្នុងស្ថានភាពមិនស្ថិតស្ថេរក្រុមអ្នកបើកបរបានតាក់ទងអ្នកបញ្ជូនព័ត៌មានដោយបញ្ជាក់ថាពួកគេកំពុងស្ថិតក្នុងស្ថានភាពពិបាកគ្រប់គ្រងការវិលនៃយន្តហោះហើយគ្មានថាមពលលើម៉ាស៊ីនទេយន្តហោះនេះនៅតែវិលរយៈពេល2នាទីនិង33វិនាទីហើយនៅម៉ោង23:45នាទីវាបានធ្លាក់មកលើដីនៅក្នុងតំបន់ដាច់ស្រយាលមួយនៃស្រុកអ៊ុចគូដុកចម្ងាយប្រហែល30គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងតូច Copedes និង70គីឡូម៉ែត្រភាគសាននៃទីក្រុងអ៊ុចគូដុកអ្នកដំណើរទាំង200អ្នកត្រូវបានបាត់បង់ជីវិតការសន្និដ្ឋានជាផ្លូវការឧបករណ៍ថតសម្លេងក្នុងកាប៊ីនយន្តហោះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការប៉ះទង្គិចក្រសួងអាកាសចរស៊ីវិលបានសន្និដ្ឋានពីមូលហេតុនៃគ្រោះថ្នាក់នេះមូលហេតុនៃគ្រោះមហន្តរាយនេះគឺយន្តហោះកំពុងវិលនៅរយៈកម្ពស់ហោះហើរខ្ពស់ជាមួយនឹងទម្ងន់ហោះហើរខ្ពស់ដែលរងឥទ្ធិពលដោយសីតុណ្ហភាពខ្យល់ខាងក្រៅមិនស្តង់ដារមុំវាយប្រហារនិងកម្លាំងរុញច្រានរបស់ម៉ាស៊ីនក្រោមលក្ខខណ្ឌហោះហើរទាំងនេះនិងស្ថានភាពមហន្តរាយដែលកំពុងវិវត្តយ៉ាងឆាប់រហ័សក្រុម Pilot បានធ្វើការងាកចេញមួយចំនួនពីតម្រូវការនៃសៀវភៅណែនាំប្រតិបត្តិការហោះហើរបាត់បង់ល្បឿននិងមិនអាចគ្រប់គ្រងយន្តហោះបាន